សួស្តីបងប្អូនគ្នាបាទអញ្ចឹងនៅក្នុងវីដេអូមេរៀននេះខ្ញុំនឹងបង្ហាញអ្នកនរគ្នាទាក់ទងជាមួយនឹងការ install Windows Server 2022នៅលើ VMware Workstation អញ្ចឹងខ្ញុំសន្មតថាអ្នកនរគ្នាបាន install VMware Workstation រួចរាល់ហើយនៅក្នុង computer អ្នកនរគ្នាបាទអញ្ចឹងដើម្បី install បានគឺអ្នកនរគ្នាអាចប្រើប្រាស់បាទ ISO file Windows Server 2022បាទចឹងដើម្បីinstall ហើយដើម្បីបង្កើត virtual machine នៅលើ VMware បានគឺអ្នកនរគ្នាបើក VMware បែបនេះមកបាទអូខេចឹងនៅទីនេះគឺ VMware របស់ខ្ញុំបាទចឹងយើងបើក VMware បែបនេះមកអ្នកនរគ្នានឹងឃើញបាទ interface បែបនេះបន្ទាប់មកយើង select នៅលើ create a new virtual machine បាទចុច create មកបាទនេះយើងដាក់ option ខាងលើបាទ typically recommendation ណាបាទយើងយក next មកបាទបន្ទាប់មកនៅទីនេះគឺយើងអាច select ខាងក្រោម option ខាងក្រោមឲ្យវា install later បាទមានន័យថាយើង install Windows Server នឹងនៅពេលក្រោយយើងចុច next ទៅបាទអញ្ចឹងនៅទីនេះអ្នកនរគ្នារើសយក Microsoft Windows ហើយយើង select យក Windows Server បាទអញ្ចឹងយើងមើលនៅទីនេះមាន Windows Server 2022បាទ select មកហើយយើងចុច next បន្ទាប់មកនៅទីនេះគឺយើងដាក់ Windows Server អញ្ចឹង Windows Server ដែលយើង install នេះក្នុងគោលបំណងដើម្បីបង្កើត Active Directory Domain Controller បាទអញ្ចឹងខ្ញុំដាក់ឈ្មោះថា ADDS បាទ DC01 បាទខ្ញុំដាក់ឈ្មោះបែបនេះបន្ទាប់មកកន្លែង browse នេះគឺខ្ញុំ browse ទៅដាក់នៅក្នុង drive D របស់ខ្ញុំបាទ is PC ហើយខ្ញុំដាក់នៅក្នុង drive D ខ្ញុំបង្កើត VM មួយបាទខ្ញុំដាក់ថា VM មានន័យថាយើងដាក់ sorry ជាន់ហ្នឹងហើយខ្ញុំដាក់ VM SO បាទអូខេតែខ្ញុំបង្កើតបាទ folder មួយខ្ញុំដាក់ VMSO បាទដាក់ server ចូលក្នុងហ្នឹងបាទបន្ទាប់មកខ្ញុំចុច next ទៅហើយអញ្ចឹងនៅទីនេះគឺ by default គឺយើង select យក 60G បាទ by default តែម្ដងហើយខាងក្រោមនេះគឺអ្នកនរគ្នា select យក option ខាងក្រោមបាទ split virtual into multiple file បាទអញ្ចឹងគឺមានន័យថា file Windows Server យើងនឹងយើងបំបែកវាជា file តូចៗបាទបើយើង select នៅលើ option ខាងលើមានន័យថាយើងយកតែមួយ file ទេបាទអញ្ចឹងខ្ញុំយក option ខាងក្រោមហើយខ្ញុំចុច next បាទបន្ទាប់មកយើងចុច finish តែម្ដងបាទអូខេអញ្ចឹងនៅពេលនេះគឺយើងបានបង្កើត virtual machine រួចរាល់ហើយបាទបន្តមកទៀតគឺយើងចូលទៅ edit បាទហើយយើង select នៅលើ CD បាទ CD នេះហើយយើង browse ទៅកាន់ ISO image file បាទអញ្ចឹងអ្នកនរគ្នា select នៅលើនេះមកបន្ទាប់មកយើង browse ទៅកាន់ ISO image បាទ ISO image របស់ខ្ញុំដាក់នៅក្នុងdrive D បាទ drive D នៅក្នុង ISO បាទ sorry តែតាណានេះមិញនេះរកមើលសិនចង់វិញហ៎ ISO បាទនេះនៅក្នុង folder ISO ហើយឈ្មោះថា Windows Server 2022បាទខ្ញុំចុច open បាទបន្ទាប់មកខ្ញុំចុច OK បាទឥឡូវនេះយើងបានដាក់ disk ចូលរួចរាល់ហើយយើងចុច start តែម្ដងបាទអញ្ចឹងនៅពេល start នៅទីនេះគឺយើងបានចុចបាទ any key អញ្ចឹងបើសិនជាយើងចុច any key អត់ទាន់ទេគឺអ្នកនរគ្នាត្រូវចូលទៅ edit ម្ដងទៀតបាទចុច reset វាមក power ហើយយើងចុច reset បាទបន្ទាប់មកយើងដាក់ mouse ចូលទៅខាងក្នុងហើយយើងចុច any key បាទ key ណាមួយក៏បានដែរនៅលើ computer របស់អ្នកនរគ្នាអូខេអញ្ចឹង Windows របស់យើងនឹងចាប់ផ្ដើម boot បាទខ្ញុំដាក់ឲ្យធំតិចងាយស្រួលមើលបាទអញ្ចឹង Windows របស់យើងគឺចាប់ផ្ដើម boot អូខេអញ្ចឹងបន្ទាប់មកយើងឃើញ interface បែបនេះអ្នកនរគ្នា select យកពាក្យថា next ហើយយើង install តែម្ដង install តែម្ដងអញ្ចឹងយើងរងចាំបាទយើងរងចាំបាទបន្ទាប់មកអ្នកនរគ្នា select យក I don't have a product key អញ្ចឹងយើងយក option ខាងក្រោមយើង select មកហើយបន្ទាប់មកទៀតនៅទីនេះគឺមាន option 4ដែលអ្នកនរគ្នាត្រូវជ្រើសរើសបាទអញ្ចឹងត្រូវចាំថាបើសិនជាអ្នកនរគ្នា select យកខាងលើនេះគឺជា Windows Core version មានន័យថាអត់មាន interface ទេបាទ command line សតហើយសម្រាប់ Windows Server Standard Desktop Experience នេះគឺជា
Windows Server ដែលមាន interface សម្រាប់ឲ្យយើងចុចបាទអញ្ចឹងខ្ញុំរើសយក Windows Server 2022 standard បាទយក version ខាងលើបាទ edition ខាងលើបន្ទាប់មកខ្ញុំ select next អូខេហើយបន្តមកទៀតគឺយើង tick នៅទីនេះបាទ I accept license agreement របស់យើងនេះបាទ software license agreement ហើយបន្តមកអ្នកនរគ្នា select next ទៅបាទហើយបន្តមកទៀតគឺយើង select យក option ខាងក្រោមបាទ custom install ហើយនៅទីនេះគឺយើងអាចចុច new ដើម្បីបង្កើត hard disk បាទមានន័យថា hard disk របស់យើងហ្នឹងគឺមិនទាន់ allocate បាទមិនទាន់ allocate អាចឲ្យយើងប្រើបានទេអញ្ចឹងយើង select យក new ហើយ apply តែម្ដងមានន័យថាយើងយក 60G បាទសម្រាប់ store OS របស់យើងបាទយើងចុច apply អូខេតែម្ដងបាទបន្ទាប់មកយើងចុច next អញ្ចឹងនៅទីនេះ Windows Server យើងនឹងកំពុងតែ install បាទកំពុងតែ install អញ្ចឹងវាចំណាយពេលអាច10ទៅ15នាទីអាស្រ័យលើ computer hardware របស់អ្នកនរគ្នាថាតើវាលឿនបែបណាអញ្ចឹងទៅបាទអញ្ចឹងយើងរងចាំអញ្ចឹងខ្ញុំសូម pause video ហើយយើងនឹងត្រឡប់មកវិញនៅពេលដែល Windows របស់យើង install រួចរាល់អូខេអញ្ចឹងបន្ទាប់មក Windows Server របស់យើងនឹង reboot បាទបន្ទាប់ពី install រួចរាល់ហើយវា reboot បាទអញ្ចឹងពេលដែល reboot បាទយើងអាចចុច restart now បាទអញ្ចឹង server របស់យើងនឹង restart បាទអញ្ចឹងយើងរងចាំបន្តិចអូខេយើងចាប់ដើម restart មកហើយបាទយើងរងចាំបន្តិចសិនបន្ទាប់ពី install រួចរាល់យើងនឹងដាក់ username password បាទចឹងនៅក្នុងចំណុចនេះតកតងជាមួយនឹងការដាក់ username password បាទការដាក់ password គឺអ្នកនរគ្នាត្រូវចាំថាយើងត្រូវមានអក្សរតូចអក្សរធំលេខនិមិត្តសញ្ញាបាទហើយចាប់ពី8តួអក្សរឬក៏8តួឡើងទៅបាទដើម្បីឲ្យវាមានសុវត្ថិភាពខ្ពស់បាទអូខេបាទហ្នឹងហើយអញ្ចឹងដូចជំរាបជូនអញ្ចឹងកន្លែងនេះគឺយើងដាក់ password បាទអញ្ចឹង password គឺខ្ញុំដាក់ password default របស់ Microsoft បាទ T អក្សរធំ A អក្សរតូចដុល្លារ2ដង W លេខ0 OD បាទបន្ទាប់មកយើងចុច finish បាទចុចបន្ទាប់មកយើងចុច finish បែបនេះតែម្ដងបាទអញ្ចឹងនៅទីនេះគឺ server របស់យើងបាន install ដោយជោគជ័យបាទនេះអូខេអញ្ចឹងខ្ញុំចុច Control Alt Delete បាទនៅលើ computer របស់យើងគឺយើងចុចនៅលើ keyboard Control Alt Insert Key បាទអូខេចុច OK មកយើង log in ចូលបាននៅក្នុងបាទ Windows Server យើងដោយជោគជ័យបាទអូខេអញ្ចឹងនេះគឺជា Windows Server 2022របស់យើងបាទខ្ញុំចូលដើម្បីធ្វើការ verify បាទអញ្ចឹងនេះគឺជា Windows Server 2022ជាប្រភេទបាទ Standard Edition បាទនេះគឺ Standard Edition បាទអូខេអញ្ចឹងនៅក្នុងវីដេអូនេះគឺយើងបានសិក្សាពីរបៀបនៃការ install Windows Server នៅលើ VMware បាទយើងជួបគ្នានៅវីដេអូបន្ថែមបន្តទៀតទាក់ទងជាមួយនឹងការ set up ហើយនិង basic configuration នៅលើ Windows Server 2022បាទអរគុណច្រើន